ជំរាបសួរប្រជាកសិករទាំងអស់គ្នាខ្ញុំបាទឈ្មោះវាសនាជាទីប្រឹក្សាផ្នែកលក់មកពីសាខាលក់ត្រាក់ទ័រ John Deere សាខាខេត្តបន្ទាយមានជ័យខ្ញុំបាទនឹងយកតាក់ទងនឹងលក្ខណៈពិសេសរបស់ត្រាក់ទ័រ John Deere ប្រភេទ 50-55E ដែលមានកម្លាំង55សេសត្រាក់ទ័រ 50-55E នេះដែលមានកម្លាំង55សេសគឺយើងប្រើពាក់បូបាទអញ្ចឹងពាក់បូនេះវាជួយបឺតខ្យល់ទៅកាន់ម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនមានចំហេះខ្ពស់បាទហើយកម្លាំងខ្លាំងលក្ខណៈពិសេសទី1គឺតកតងនឹងត្រាក់ទ័រ John Deere គឺយើងប្រើ3ប៊ីស្តុងមានមាត្រស៊ីឡាំង 2.9 លីត្របាទអញ្ចឹងធ្វើឲ្យម៉ាស៊ីនខ្លាំងស៊ីប្រេងតិចទី2គឺត្រាក់ទ័រ John Deere នេះគឺយើងមានកម្លាំងបំរុងទុកខ្ពស់បាទគឺចាប់ពី25ដល់ 30% ដើម្បីជួយឲ្យម៉ាស៊ីនក៏ដូចជាការធ្វើការរបស់ត្រាក់ទ័រហ្នឹងកាន់តែខ្លាំងជាងមុខលក្ខណៈពិសេសទី3គឺត្រាក់ទ័រ John Deere គឺយើងប្រើប្រភេទតម្រងខ្យល់2ជាន់បែបបងប្អូនណាគឺតម្រងខ្យល់នេះវាជួយកាត់បន្ថយធូលីដីដល់ 99% បាទគូតម្រងខ្យល់នេះដែរគឺយើងមាន sensor ដើម្បីចាប់តាក់ទងនឹងកម្ទេចធូលីដីដែលធ្វើឲ្យស្ទះវានឹងផ្ដល់សញ្ញាទៅលើតាប់ឡូដើម្បីឲ្យអ្នកបើកបរក៏ដូចជាតកង់បានដឹងនៅពេលដែលមានបញ្ហាស្ទះតម្រងខ្យល់ឬក៏ដីច្រើនវានឹងធ្វើការលោតនៅលើតាប់ឡូនេះដើម្បីឲ្យយើងដឹងបាទងាយស្រួលយើងធ្វើការសម្អាតក៏ដូចជាធ្វើការដោះផ្លុំលក្ខណៈពិសេសទី4គឺត្រាក់ទ័រគឺយើងប្រើប្រភេទប្រេងរួមបាទយើងពាក់ទងនឹងប្រេងចង្កូតប្រេងហ្វ្រាំងប្រេងបូមនិងប្រេងប្រអប់លេខគឺយើងប្រើប្រភេទប្រេងរួមបាទងាយស្រួលក្នុងការថែទាំក៏ដូចជាចំណេញពេលវេលានិងចំណេញថវិកាផងដែរគឺយើងអាចធ្វើការផ្លាស់ប្ដូរតែម្ដងគឺជាការស្រេចបាទចំណេញខ្លាំងលក្ខណៈពិសេសទី5គឺត្រាក់ទ័រស៊ីប្រេងតិចតួរឹងមាំកម្លាំងខ្លាំងបត់បែនរហ័សដង្ហើមវែងនិងមិនងាយរលត់ទោះធ្វើការគ្រប់ស្ថានភាពយ៉ាងណាក៏ដោយគឺត្រាក់ទ័រនៅតែកម្លាំងស្ទុះជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើត្រាក់ទ័រ John Deere គ្រប់ប្រភេទមិនថា 50-55E 50-65E និង 50-75E បងប្អូនអាចអញ្ជើញមករកបាននៅសាខាខេត្តបន្ទាយមានជ័យយើងដែលមានអាស័យដ្ឋានស្ថិតនៅភូមិចកសង្កាត់ព្រះវេលាក្រុងសិរីភ័ណ្ឌខេត្តបន្ទាយមានជ័យអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះបាទជួបគ្នាក្នុងវីដេអូក្រោយទៀតJohn Deere ជាទំនុកចិត្តរបស់លោកអ្នក